សង្កយុទ្ធសូជាចុងខ្មែរចុចចតនាស្នាការសម្រាប់រឿងភាគរបស់អូប៉ាហេងថ្ងៃនេះមកចូលគ្នាជាមួយនឹងភាគទី10ភាគទី11និងភាគទី12ជាភាគបន្តនៃរឿងរបស់យើងល្អមើលទៀតហើយចារានភាគទី10អាហារពេលរកាបន្តិចនៅពេលដែលមេសូមចូលកូនរបស់ Black Blood Gang ណាសើជាមេកូនរបស់ Black Blood Gang ក៏បានសួរទៅកាន់មេផងដែរមេក៏បានប្រថារសតគេចង់បានអំណាចណាសើបានបញ្ចូលគ្នារបស់គេឲ្យទៅវាយជាមួយនឹងមេលុះតែគេឲ្យឈ្នះអសក់ពណ៌ក្រហមទៅគេចូលក្នុងក្រុមរបស់ខ្លួនបានអសក់ក្រហមពិតជានិយាយឌឺខ្លាំងណាស់គេមិនខ្លាចណាគេទេគេរកតែមនុស្សវាយនឹងហើយសត្វតែរមាស់ដៃខ្លាំងណាស់សប្តាហ៍ថ្ងៃនេះមេក៏មិនខ្លាចសពក្រហមផងដែរពួកគេទៅពេលនេះក៏ចាប់5វាយគ្នាគេវាយមិនឈ្នះមែនទេតែបានជាមេអាចចូលទៅក្នុងក្រុមរបស់ Black Blood Gang តែយ៉ាងកាន់មកខាងបច្ចុប្បន្នកាលវិញសែននៅពេលដឹងថាពេលនេះមេភ័ក្តិរបស់ខ្លួនក៏ប៉ុន្តែចូលជាមួយនឹងក្រុមផ្សេងធ្វើខ្លួនមិនសប្បាយចិត្តឡើយចេញមកដល់ខាងក្រៅក៏ស្រែកបន្ធូរអារម្មណ៍ថ្ងៃនេះផងណាសត្វតែបានឃើញរេក៏បានបដិកាន់សែនថាស្រែកលឺពេកហើយពេលមេគេចូលទៅក្នុងក្រុមរបស់ Black Blood Gang គឺជាក្រុមដែលប្រឆាំងគ្នាជាមួយនឹងក្រុមរបស់រេទើបរ៉េប្រតិកម្មសែនថាបើសិនជាមិត្តភ័ក្តិរបស់នេះរញ៉េរញ៉ៃជាមួយនឹងក្រុមរបស់ខ្ញុំក៏ទៅតែសម្លាប់គេក៏តែសែនសងអវរ៉េកុំឲ្យប៉ះពាល់មិត្តភ័ក្តិរបស់ខ្លួនរ៉េក៏បានសួរទៅកាន់សែនវិញតែមានហេតុផលអ្វីប្រកហេតុផលដ៏ល្អមួយសម្រាប់ខ្ញុំនឹងលើកលែងឲ្យគេសែនបានប្រថាហេតុផលមួយនោះគឺខ្ញុំគេចូលក្នុងក្រុមរបស់ Black Blood Gang គឺដើម្បីការពារសុវត្ថិភាពរបស់ខ្ញុំក៏តែហេតុផលនេះដូចជាមិនតន់គប់កនទេរ៉េក៏បានប្រតិកម្មសែនថាបើសិនជាមិត្តភ័ក្តិរបស់នាងមិនរញ៉េរញ៉ៃដល់ក្រុមរបស់ខ្ញុំទេខ្ញុំក៏មិនរញ៉េរញ៉ៃមិត្តភ័ក្តិរបស់នាងដូចគ្នានៅពេលនេះខ្ញុំមិនអាចសន្យាអ្វីជាមួយនាងបានឡើយជូនពរសំណាងល្អរ៉េគេក៏បានចាចេញទៅរ៉េគេចេញទៅមកផ្លែតតែប៉ុណ្ណោះហើយមិនសូវមាននរណាគេស្គាល់មុខពិតរបស់គេឡើយដេគេក៏បានចេញមកដល់ទីនេះដូចគ្នាដោយសារតែគេឮសំឡេងក៏បានប្រញាប់ប្រញាល់យកសែនទៅក្នុងបន្ទប់វិញដែលបដិកាន់សែនផងដែរក៏ប្រាប់រឿងនៃខ្លួនដឹងនេះទៅកាន់ម៉ែទើបព្រឹកស្អីឡើងក្បាលម្ដងសែនក៏រៀនវិបាកធ្វើចិត្តបន្តិចផងដែរដោយសារតែខ្លួនដឹងគ្រប់យ៉ាងក៏ប៉ុន្តែនៅពេលដែលជួបជាមួយនឹងម៉ែធ្វើដូចជាមិនដឹងរឿងសែនក៏មានតែដើរចេញកិច្ចមុខពីម៉ែតែប៉ុណ្ណោះដោយសារតែមិនចង់ប្រជុំមកជាមួយនឹងគេតែសែនមករៀនថ្ងៃនេះតែម្នាក់ឯងតែប៉ុណ្ណោះក៏មានគេតាមខ្លួនរបស់សែនក៏ចាប់អារម្មណ៍ផងដែរក៏បានរត់ចាកចេញទៅគេតាមខ្លួនសែនទៀតផងក៏ប៉ុន្តែក៏មានគេជួយសែនរបស់យើងក៏មិនតន់នឹងថាគេជិះណាផងដែរសែនក៏ពោលតែអង្គុយនៅលើតូនតែម្នាក់ឯងក៏បានឃើញសត្វឆ្មាឆ្មានេះបើមើលទៅគ្មានម្ចាស់នោះទេទើបសែនយកគេមកចិញ្ចឹមតែម្ដងដាក់ឈ្មោះរបស់គេថាហុយពេលនេះយើងក៏បានឃើញមេដឹកនាំរបស់យើងមកហើយអេសថ្ងៃនេះសិតសក់ស្អាតបាតទៀតផងនេះគឺជាលើកទី1ហើយដែលយើងឃើញអេសសិតសក់ដែលសិតតែគេនៅពេលនេះគឺស្រឡាញ់សែនរបស់យើងបាត់ទៅហើយនិយាយគ្នាបានបន្តិចសែនក៏ចាប់អារម្មណ៍ផងដែរទៅលើសិតសក់របស់លោកទៅខាងលើមែនដែរទេអេសក៏បានប្រសាទគេមិនបានធ្វើអ្វីពិសេសដែរទេចុះគេសង្ហាដែរទេចុះសែនក៏បានប្រថាគេសង្ហាអេសក៏បានសួរទៀតសង្ហាជាងមែនដែរទេសែនមិនតបានឆ្លើយទេគេមិនតហ៊ានទទួលយកការពិតទើបអេសនិយាយកាត់មិនចាំបាច់ប្រាប់ក៏បានផងដែរហើយគេក៏បានរត់ចាកចេញពីដៃរបស់សែនតែនៅពេលនេះពួកគេទៅពេលនេះក៏ប៉ុន្តែតាមរកហើយក៏បានជួបគ្នាជាមួយនឹងសិស្សស្រីម្នាក់សិស្សស្រីសងរបស់អេសជួយខ្លួនផងក៏ពុទ្ធតែមនុស្សម្នាក់ដែលខ្លួនត្រូវសម្លាប់គឺជាម៉ាក់របស់ខ្លួនដែលសាលារៀនមួយនេះពិតជាខុសខើខ្លាំងណាស់ជាពិសេសម៉ាដាម Violet តែម្ដងសម្បីតែម៉ាក់ជាមួយនឹងកូនក៏ឲ្យសម្លាប់គ្នាផងដែរសែននៅពេលនេះមិនមើលនៅ play ទេបានសងរបស់អេសទៀតហើយតែអេសបានប្រតិកម្មសែនថាពួកយើងទៅពីនេះមិនអាចធ្វើឲ្យបានទេពួកយើងគឺមានលីមីតរបស់ពួកយើងមិនអាចឆ្លងកាត់បន្ទាត់ក្រហមបានឡើយក៏តែសែនក៏នៅតាំងវល់ម្ដងហើយម្ដងទៀតរហូតដល់អេសយល់ព្រមតែម្ដងគេសុខចិត្តជួយលើកនេះទើបម៉ាក់ជាមួយនឹងកូនមានសុវត្ថិភាពទាំងពីរនាក់ពួកគេទៅពីនេះក៏បានតែចាក់ចេញទៅពេលនេះក៏បានរកឃើញហើយវិញហើយអេសបានប្រតិកម្មសែនថាពួកយើងមិនអាចជួយមនុស្សគ្រប់គ្នានៅទីនេះបានទេតែទោះបីជាគេគឺជា leader របស់ student council ពេតមកបើសិនជាគេជួយមនុស្សខុសបែបនេះគេទៅទទួលទោសរបស់នាយិកាដូចគ្នាតែនៅពេលនេះគេទៅប្រឈមមុខគ្នាជាមួយនឹងនាយិកាដែលសត្វតែអេសនៅពេលនេះគេប្រែប្រួលហើយគេចេះមានចិត្តសប្បុរសធម៌ទើបនាយិកាមានអារម្មណ៍ថាគេមានចំណុចខ្សោយអេសក៏បានតវ៉ាជាមួយនឹងនាយិកាទោះបីជានៅទីនេះអាចសម្លាប់មនុស្សបានពិតមែនក៏ប៉ុន្តែក៏គួរតែមានដែនកំណត់ផងដែរនៅពេលដែលគេបង្ហាញចំណុចខ្សោយបែបនេះធ្វើឲ្យគាត់នឹកឃើញទៅដល់មនុស្សម្នាក់គេមានឈ្មោះថាលុចគឺជា leader របស់ student council អាណត្តិមុនក៏ប៉ុន្តែគេត្រូវបានស្លាប់បាត់ទៅហើយថ្ងៃនេះពួកគេក៏ពុទ្ធតែប្រជុំគ្នាតែតជាមួយនឹង foundation day អ្នកដែលត្រូវបញ្ចេញកំណត់ចារជាងគេនោះគឺជាលេខារបស់ Ace ទើបអ្នកគ្រូចោទសួរទៅកាន់សែនតែមានកំណត់អ្វីទេពួកយើងរងចាំកំណត់របស់ឯងអ្នកគ្រូក៏គិតថាសែនធ្វើការនេះមិនកើតទេក៏ប៉ុន្តែនៅពេលដែលសែនសរសេរចេញមកកំណត់របស់សែនល្អខ្លាំងណាស់ទើប Ace បាននិយាយឌឺដកទៅកាន់អ្នកគ្រប់គ្នានេះគឺជាលេខាដែលខ្ញុំរើសដោយផ្ទាល់នាងក៏ពិតជាមានសមត្ថភាពដែលអ្នកទាំងអស់គ្នាមើលមិនឃើញទេតែក៏ប៉ុន្តែរៀបចំឯកសារនៅពេលនេះលេមគេក៏បានមិននិយាយជាមួយនឹងសែនតែលេមសុកគេមកសួរសែនតែម្ដងក៏ឆ្ងល់ថាមិនបានជាមនុស្សចាំបាច់មានការផ្លាស់ប្ដូរសែនមិនយល់ថាគេចង់និយាយពីអ្វីទេគ្រប់យ៉ាងគឺសុទ្ធតែអាចផ្លាស់ប្ដូរគ្មានអ្វីមួយដែលជាប់លាប់ជារៀងរហូតឡើយគេបានអរគុណសែនសម្រាប់ចម្លើយគេក៏បានចាក់ចេញទៅសែននៅពេលនេះមករកអហុយទៀតហើយក៏បានជួបគ្នាជាមួយនឹងអេសអហុយក៏បានធ្លាក់ចុះពីខាងលើតោស្មារបស់អេសដែលអេសគេខ្លាចឆ្មាក៏តែមិនហ៊ានសារភាពនៅចំពោះមុំមនុស្សដែលគេស្រឡាញ់នោះទេសែនក៏ធ្វើបាបគេផងដែរលោកខ្លាចឆ្មាមិនទេក៏តែអេសក៏បានបដិសេធ
ដែរខ្ញុំមិនខ្លាចគេទេខ្ញុំស្អប់គេតែម្ដងខ្ញុំគឺជាអេសខ្ញុំមិនខ្លាចណាគេទាំងអស់សែនក៏ធ្វើបាបគេធ្វើបាបម្ដងហើយធ្វើបាបម្ដងទៀតហើយក្តិចថ្ពាល់របស់គេទៅទៀតហើយនៅពេលនេះគេចង់ឲ្យអេសញញឹមក៏ប៉ុន្តែពេលដែលអេសញញឹមអេសសង្ហាខ្លាំងណាស់ហើយមិនសូវឃើញអេសគេញញឹមទៅទេទាន់តែពេលក៏ប៉ុន្តែមានមនុស្សចេតនាហើយឃើញទូអង្គប្រុសទូអង្គស្រីសប្បាយចិត្តខ្ញុំអ្នកសម្លាយក៏សប្បាយចិត្តអេសបានសួរទៅការសែនតាតូជាមួយនឹងតួប្រហារជីវិតរបស់សែននៅសតមានវិធីមួយដែលខ្លួនអាចជួយសែនបានក៏ប៉ុន្តែសែនមិនដែលលើសុំជំនួយពីខ្លួនទេអំពីជីវិតរបស់ខ្លួនឯងបើជួយជីវិតរបស់អ្នកដទៃសុំរហូតទោះគេនៅតែមានទៅលើសែនក៏តែអេសគេមិនតន់ចាត់ការតែប៉ុណ្ណោះមើលទៅកាន់អេសគេចង់ប្រហារជីវិតទៅលើសែនទេប្រហារជីវិតមនុស្សស្អីដែលខ្លួនស្រឡាញ់មិននឹងកើតនេះគ្នាហើយក៏បានចូលមកដល់ក្នុងបន្ទប់របស់សែនទៀតផងមិត្តភក្តិទាំងពីររបស់សែនក៏មានការផិតភ័យមែនក៏បានចូលមកដល់សុំនិយាយជាមួយនឹងសែនសារសែន ignore គេមួយថ្ងៃហើយគេសុំទោសសែនមិនស្អីគេធ្វើសែនមានអារម្មណ៍ថាមិនស្រួលសែនក៏ប៉ុន្តែខឹងខ្លួនឯងទៅទេដោយសារតែខ្លួនមិនអាចទុកចិត្តមែនដូចជាមែនទុកចិត្តខ្លួនពួកគេទៅពេលនេះក៏ត្រូវគ្នាសិនដោយមែនមិនតនៅទេថាការពិតទៅសែននឹងទៅហៅថាខ្លួនគឺជាសមាជិករបស់ក្រុម Play Plat Gang ពួកគេទៅពេលនេះក៏យល់ចិត្តគ្នាអោបគ្នាក៏នឹងជាការអោបមិត្តភាពមិត្តភក្តិតែប៉ុណ្ណោះមិនមែនស្នេហាឡើយមែននៅពេលនេះក៏ប៉ុន្តែបរិយាសែនចេះធ្វើមហោបផងណាស់នៅពេលដែលហាន់ខ្ទឹមទឹកភ្នែកក៏ធ្លាក់ចូលមកក៏យកទឹកភ្នែកនៃភាពសប្បាយរីករាយនៅទេហើយក៏បានរត់ចាចេញទៅសែនទៅតាមអហុយនៅពេលនេះក៏បានជួបគ្នាជាមួយនឹងសិស្សស្រីម្នាក់ការពិតទៅគឺជាស៊ីលីននៅទេស៊ីលីនចង់ប្រាប់រឿងរ៉ាវមួយចំនួនទៀតឲ្យទៅកាន់សែនក៏តែស៊ីលីនមានការបារម្ភជាខ្លាំងនៅសារតែខ្លាចថាមានគេក៏ពោលទៅតាមដានខ្លួនសែនក៏ចង់ចាចេញទៅឲ្យចំណាយពេលវេលាយើងអត់ប្រយោជន៍ច្រើនខ្លាំងណាស់ស៊ីលីនក៏បានទាញដៃសែនទៅឡងវិញឲ្យប្រាប់ទៅកាន់សែនគ្រប់យ៉ាងថាឆ្មានេះធ្លាប់មានម្ចាស់របស់គេគឺជាលុចអ្នកដែលសម្រាប់លុចគឺជានាយិកាជាមួយនឹង Mr. Francisco សម្បីតែសមថាជាសង្សាររបស់លុចក៏ត្រូវបាននាយិកាជាមួយ Mr. San Francisco សម្លាប់ផងដែរហើយមិនត្រឹមតែប៉ុណ្ណោះទេសម្បីតែនាយកចាស់របស់ពួកគេនឹងក៏ត្រូវបាននាយិកាជាមួយនឹង Mr. Francisco នឹងសម្លាប់ដូចគ្នាហើយបើគង់តែនិយាយចឹងដែរនិយាយសរុបតែម្ដងទៅអ្នកគ្នាប្រាប់បានតែប៉ុណ្ណឹងសិនតែប៉ុណ្ណោះទៅសតចិត្តម៉ោង 7 យប់ហើយក៏ប៉ុន្តែស៊ីលៀនសន្យាថានឹងប្រាប់នៅថ្ងៃស្អែកក៏បានមកដល់កម្មវិធីសាលារបស់ពួកគេដែលជាកំណត់របស់សែនចាប់ផ្ដើមលេចរូបរាងហើយលោកខប់តែម្ដងកំណត់សែនរបស់យើងសែននៅពេលនេះកំពុងតែធ្វើដំណើរចុះទៅកន្លែងធ្វើការរបស់ខ្លួនក៏បានឃើញថាអេសកំពុងតែនិយាយជាមួយនឹងសមាជិករបស់ខ្លួនដែលអេសនៅពេលនេះគេសូមចិត្តលះបង់អំណាចរបស់គេដើម្បីជួយសុវត្ថិភាពរបស់សែនដោយសារតែសែនត្រូវទទួលទោសប្រហារជីវិតបើសិនជាគេមិនដាក់ទោសសែនទេគេត្រូវបាត់បង់កិត្តិយសរបស់គេតែនៅពេលនេះអ្នកគ្រូក៏ដូចជាអាទីកំពុងតែបញ្ចុះបញ្ចូលគេនឹងធ្វើបែបនេះអីដែលគ្រប់គ្នាមិនចង់ឲ្យអេសធ្លាក់ចេញពីតំណែងនោះទេតិចទៀតទៅយើងនឹងដឹងហើយថាអេសគឺជាមនុស្សម្នាក់ដែលមានអំណាចខ្លាំងណាស់អត់មាននរណាគេមិនកាន់ជាងអេសនោះទេពួកគេគោរពស្រឡាញ់អេសខ្លាំងណាស់ដែលសារតែអេសគេខំប្រឹងធ្វើការរឿងជាច្រើននៅក្នុងសាលាដេម៉ូនីដែលធ្វើសាលាដេម៉ូនីពោពេញទៅដោយសន្តិភាពសពថ្ងៃអ្នកគ្នាប្រហែលឆ្ងល់ហើយសន្តិភាពគេឃើញនៅវាយគ្នារញ៉េរញ៉ៃពេញសាលាបើសិនជាអត់អេសគឺវេទនាយ៉ាងនឹងទៀតសាលាអ្នកគ្នាដែលអេសបាត់ការសមាជិករបស់ខ្លួនថានាងគឺជាលេខារបស់ខ្ញុំអាចរស់នៅដោយគ្មានឋានៈរបស់ខ្ញុំបានតែខ្ញុំអាចរស់នៅដោយគ្មាននាងបានទេសែនពិតជាសប្បាយចិត្តខ្លាំងណាស់រត់ចាចេញនៅពេលនោះទៅនៅពេលនេះកំពុងតែសប្បាយចិត្តនៅពេលដែលលើពាក្យសម្ដីរបស់អេសនិយាយថាគេអាចរស់នៅដោយខ្វះទួនាទីរបស់គេបានក៏ប៉ុន្តែគេមិនអាចរស់នៅដោយខ្វះខ្លួនបានទេខ្ញុំភ្លាមមិននឹងកន្លែងកើតហេតុតែក៏បាននឹកឃើញទៅដល់ស៊ីលីនណាត់ជួបជាមួយនឹងខ្លួនតែនៅពេលនេះទៅជួបជាមួយនឹងស៊ីលីនទៀតហើយស៊ីលីនក៏នៅតែស្ទាក់ស្ទើរអញ្ចឹងកូននឹងដឹងរឿងច្រើនខ្លាំងណាស់ចុងក្រោយស៊ីលីនក៏យល់ព្រមប្រាប់ថាការពិតទៅដុកទ័រ Quinso នឹងរូបមន្តរបស់គាត់រកឃើញហើយក៏ប៉ុន្តែក៏ដឹងដូចគ្នាថាមានគេចង់ធ្វើស៊ីគាត់ហើយអ្នកដែលចង់ធ្វើស៊ីគាត់គឺជានាយិកាវ៉ាឡិន Lota Francisco ជាមួយនឹងនាយកសាលាចាស់នៅទីនេះពួកគាត់តែបីនាក់បានធ្វើខេដុកទ័រ Quinso ក៏ប៉ុន្តែពួកគាត់មិនអាចរកឃើញរូបមន្តរបស់ដុកទ័រ Quinso បានទេសែនក៏មានសំណួរនាយកចាស់ចាប់អារម្មណ៍ជាមួយនឹងរូបមន្តទាំងអស់នេះដែរសេលីនក៏បានប្រថាមិនក៏អត់គាត់ចង់បានរូបមន្តនេះដើម្បីជួយប្រពន្ធរបស់គាត់ឲ្យរស់ឡើងវិញកាលពេលទៅនាយកសាលាគាត់មានកូនប្រុសម្នាក់ដែលមានឈ្មោះថា Luxury ដែលនៅពេលដែលមានសិស្សថ្មីចូលមកគឺជាសមថាពោពេញទៅដោយមន្តស្នេហ៍គេជាមួយនឹងសមថាក៏តាក់ទងគ្នាសមថាក៏បានបញ្ចុះគេសុំប៉ារបស់គេឲ្យសាលាដែលនេះពោពេញទៅដោយសន្តិភាពហើយវាពិតជាអាចធ្វើទៅបានពិតមែនអត់មាននរណាគេកាប់សម្លាប់គ្នាទៀតនោះទេដែលនេះហើយគឺជាហេតុដែលធ្វើឲ្យនាយិកាក៏ដូចជា Mr. Francisco មិនពេញចិត្តពួកគាត់ទៅពេលនេះក៏រៀបចំគម្រោងការសម្លាប់ពួកគេទាំង3នាក់ហើយនៅពេលដែលពួកគេទាំង3នាក់ស្លាប់នាយិកាជាមួយនឹង Mr. Francisco ក៏បានចាក់ទ្វារសាលានៅទីនេះមិនឲ្យនរណាគេចេញនោះទេដែលសារតែពួកគាត់ចង់រករូបមន្តដោយខ្លួនឯងនៅពេលនោះពួកគេក៏មានអារម្មណ៍ថានរណាគេលួចស្ដាប់ផងដែរទៅរត់ចេញទៅដល់ខាងក្រៅនៅពេលដែលចេញមកដល់ខាងក្រៅស៊ីលៀនពិតជាភ័យខ្លាំងណាស់ដោយសារតែខ្លួនតែមានអារម្មណ៍ថាមានគេតាមដានខ្លួននៅពេលនេះវាកំពុងតែកើតឡើងមកលើខ្លួនហើយស៊ីលៀនភ័យខ្លាំងណាស់អ្នកគ្នាក៏រត់ចាចេញនៅពេលនោះតែម្ដងគាត់ចាក់ចេញទៅភ្លាមសែនតាមរកក៏មិនឃើញនោះទេខំរកតាមវាភ្លឺរហូតដល់យប់ទៅហើយក៏នៅតែមិនឃើញបាត់ស្រមោលរបស់បងស៊ីលីនពេលនោះក៏មានគេចាប់សែនក៏ពិតគេជាលោកគ្រូនោះទេលោកគ្រូក៏បានប្រតិកម្មសែនថាតែពេលដែលគាត់ទៅរកសែននោះក៏ឃើញតែសែនម្នាក់ឯងតែប៉ុណ្ណោះមិនមានស៊ីលីនឡើយតែមានអារម្មណ៍ថានៅទីនោះមិនមែនមានតែខ្លួនជាមួយនឹងស៊ីលីននោះទេអាចនឹងមាននរណាគេម្នាក់ទៀតដែលបានចាប់ស
ស៊ីលីនចាក់ចេញទៅសែនពេលនេះក៏ចង់ទៅជួបជាមួយនឹងមិត្តភ័ក្តិតែមិត្តភ័ក្តិរបស់ខ្លួនច្បាស់ជាបារម្ភជាមិនខានក៏ប៉ុន្តែលោកគ្រូក៏បានហាមឃាត់បើទៅពេលនេះក៏ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ពួកគេបារម្ភមកយប់សិនទៅចាំថ្ងៃស្អែកទៅជួបជាមួយនឹងពួកគេថ្ងៃស្អែកក៏បានមកដល់ថ្ងៃនេះផងដែរពួកគេទៅចូលរួមកម្មវិធីរបស់សាលារៀបចំខ្លួនស្អាតបាតខ្លាំងមែនទែនតែម្ដងមិនក្នុងពេលគេឃើញសែនហ្នឹងគេលងស្នេហ៍ម្ដងទៀតហើយគេក៏បានសុំសែនធ្វើដៃគូជាមួយនឹងគ្នាចូលរួមកម្មវិធីរបស់សាលាផងដែរសែនក៏យល់ព្រមពួកគេបានមកដល់ហើយក៏ប៉ុន្តែសែនមានអារម្មណ៍មិនស្រួលទេដោយសារតែមិនតឃើញវត្តមានរបស់ស៊ីលីនដែលយប់នេះគឺជាយប់ពិសេសឲ្យតែមានកម្មវិធីសាលាគឺសិស្សមានសិទ្ធិសម្លាប់គ្នាទៅទេអ្នកគ្នាអាចឆ្លោះគ្នាបានសែនក៏សង្ឃឹមផងដែរសង្ឃឹមថាថ្ងៃនេះគឺពោពេញទៅដោយសន្តិភាពទៅចោះនិយាយមិនតន់ចប់ផងក៏បានឃើញមេកូនទាំងពីរមកជួបគ្នាបាត់ទៅហើយពួកគេក៏ទៅមើលមុខគ្នាតែប៉ុណ្ណោះបានកាប់ចាក់គ្នាឡើយគេមានកម្មវិធីពិសេសទៀតផងប្រុសស្អាតស្អាតប្រចាំឆ្នាំយើងក៏បានឃើញវត្តមានរបស់មេតឡើងទៅ surprise សែនដូចគ្នាគេចុះឈ្មោះធ្វើប្រុសស្អាតរបស់សាលាដែលឃើញសែនកំពុងសប្បាយចិត្តជាមួយនឹងមេតអ្នកដែលមិនសប្បាយចិត្តនោះគឺជាតួប្រុសរបស់យើងដែលមេតក៏សុំកម្លាំងចិត្តពីសែនដែលចង់ឲ្យសែនថើបខ្លួននៅពេលដែលសែនចង់ថើបស្រាប់តែ leader របស់ student council បានចូលមកដល់ហាមថើបខុសវិន័យរបស់សាលាហើយបេក្ខជនចុះឈ្មោះប្រឡងពួកគេមិនអាចថើបអ្នកផ្សេងឬក៏ឲ្យអ្នកផ្សេងថើបបានទេបើតាមខ្ញុំមើលទៅអេសគេចេះតែថានៅទេអ្នកគ្នាដែលសារតែគេចង់ឲ្យសែនថើបមេតនឹងឯងមេតគេក៏ដឹងផងដែរធ្វើមកដាក់មិត្តភ័ក្តិរបស់គេអេសបានយកសែនមកអង្គុយប្រុសស្អាតស្អាតក៏ចាប់5ចេញម្ដងម្នាក់នៅពេលដល់វេនរបស់មេតគឺមានដៃគូនៅទេដោយសារតែដៃគូរបស់គេសុំឈប់វិញមេតគេបានដល់អាវបង្ហាញសាច់ដុំរបស់គេទៅកាន់អ្នកគ្រប់គ្នាតែម្ដងផ្អើលពីពេញសាលារៀនហើយក៏ប៉ុន្តែអេសបានយកដៃរបស់គេបាំងភ្នែករបស់សែនអត់ឲ្យមើលនៅទេអេសមិនទៅយកដៃបាត់ភ្នែកសែននៅទេគេថែមនឹងឈប់បាំងសែនទៀតផងមិនឲ្យឃើញមេតខ្ជូដែរទេអ្នកគ្នាតួអង្គប្រុសជាមួយនឹងតួអង្គសែនអ្នកគ្នាគិតតែខ្ជូបើសែខ្ជូកុំភ្លេចចុច like វីដេអូនេះម្នាក់មួយផងកុំភ្លេចចុច subscribe channel សម្រាប់សម្រាយរឿងភាគផងអេសនៅពេលនេះចាំបណ្ដេញមេតចូលពីកម្មវិធីហើយដល់សតខលលក្ខខណ្ឌទេកៈគេគ្មានដៃគូក៏តែសែនបានប្រថាខ្ញុំគឺជាដៃគូរបស់គេសែនក៏បានឡើងទៅខាងលើតែម្ដងទៅធ្វើអេប្រច័ណ្ឌខ្លាំងណាស់ពេលនេះក៏បានដើរទៅបានកាត់ជាមួយនឹងបង Flick TZ គេបានទៅកាន់ទីតែម្ដងប្រកាសឈ្មោះរបស់ពួកខ្ញុំទាំងពីរនេះទៅនៅពេលដែលអេចូលឈ្មោះប្រឡំបែបនេះធ្វើគ្រប់គ្នាកាន់តែជ្រួសច្របល់ទី1អំណាចរបស់ S ទី2ដោយសារតែ S ក៏សង្ហាផងដែរដូចអ្នកសម្រាយអញ្ចឹងគេដោះអាវដើរនឹងកាត់មុខសែនតែម្ដងឲ្យប្រតិកម្មសែនថាត្រូវតែមើលខ្ញុំតែម្នាក់តែប៉ុណ្ណោះនេះគឺជាបញ្ជាពីថ្នាក់លើរបស់នាងចង់បញ្ចប់បន្ទាត់បានគ្នាទៀតឈប់សម្រាយរឿងហ្វីលីពីននេះគ្នាដល់ពេលដែលត្រូវប្រកាសលទ្ធផលហើយក៏ប៉ុន្តែនៅពេលនេះយើងបានជាបានឃើញថា S មកជាមួយនឹងសែនទៅវិញអេគេសុំដូរគូដែលនៅជាប់គ្វីនប្រចាំសាលារៀនមួយនេះនោះគឺជា Flick TZ នៅទេអេគេក៏ខឹងតែម្ដងក៏បានទាញមេក្រូពីអតីអេគេបានប្រកាសខ្លួនឯងប្រហែលជាកំហុសបច្ចេកទេសគ្រប់គ្នាគឺសុទ្ធតែបានដឹងហើយអ្នកដែលស្អាតជាងគេសាកសមជា Queen នៅក្នុងសាលារៀនមួយនេះនោះគឺជាសែនគេទម្លាក់ម៉ៃចោលរួចហើយក៏បានចាក់ចេញទៅលយខ្លាំងមែនទែនសាន់តៃសាន់តៃសែននៅពេលនេះបានមកជួបគ្នាជាមួយនឹងអេផូណៃដែលអេនៅពេលនេះគេសំស្រឡាញ់សែនមែនទែនហើយគេសូវចិត្តបាត់បង់គ្រប់យ៉ាងសំខាន់គេបាននៅចិត្តសែនគឺជាអ្វីដែលគេមានចុងក្រោយគេសែនគឺជាអ្វីដែលគេចង់បានទាំងអស់ដោយអេថែមប្រតិកម្មសែនទៀតថាគេអាចយកសែនចេញពីទីនេះបានក៏ប៉ុន្តែសែនបានប្រាប់ថាខ្ញុំទៅជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំទាំងអស់ជាពិសេសសិស្សនៅទីនេះទាំងអស់ពួកគេក៏ទៅរនកម្មដូចជាពួកយើងអញ្ចឹងបើសិនជាលោកបង្ខំខ្ញុំឲ្យចាចេញទៅតែម្នាក់ឯងសម្រាប់ខ្ញុំចោលទៅអេសបានប្រតិកម្មសែនថាគេមានតែលក្ខខណ្ឌមួយតែប៉ុណ្ណោះបើសិនជាសែនចង់ឲ្យគេធ្វើទៅតាមខ្លួនគឺសែនទៅតែជារបស់គេតែម្នាក់គត់យូវាប៊ីម៉ាញគេសើតែចង់ថាបសែននៅពេលนั้นតែម្ដងក៏ប៉ុន្តែភ្លាមក៏ឮសំឡេងស្រែកពួកគេទៅពេលណាក៏បានចាចេញទៅនៅពេលនេះបានឃើញសារសរបស់បងស៊ីលីនដែលធ្វើឲ្យសែនពេញស្លុតចិត្តខ្លាំងណាស់ដូចជាអ្វីដែលខ្លួនបានគិតពិតមែនស៊ីលីនគ្មានសុវត្ថិភាពនៅទេបន្ទាប់ពីប្រាប់រឿងរ៉ាវជាច្រើនមកកាន់ខ្លួនហើយស្រាប់តែសែនបានមើលមុខទៅកាន់មេតែម្ដងតែមានពាក់ព័ន្ធជាមួយនឹងលោកដែរទេរឿងរបស់យើងពីទី11ក៏ចាត់ត្រឹមនេះប៉ុណ្ណេះនៅពេលនេះក៏មកខាតពេលយូរចកាន់ភាគទី12ដែលជាភាគបន្តនៅរឿងរបស់យើងល្អមើលទៀតហើយកុំភ្លេចជួយទិញកាហ្វេអូប៉ាឲ្យម្នាក់មកកាប់ផងចាអរសិនអ្នកគ្នាមានទីតាំងជាផ្សារទំនើបជីបម៉ុង 2.1 កុំភ្លេចចូលទិញកាហ្វេអូបែងសែននៅពេលនេះសមនិយាយគ្នាជាមួយនឹងម៉ាត់តែ2នាក់តែពាក់ព័ន្ធជាមួយនឹងករណីមួយនេះទេខ្ញុំដឹងថាឯងចូលទៅក្នុង Black Blood Gang តើពួកគេឯងធ្វើរឿងទាំងអស់នេះមែនដែរទេឯងធ្វើនេះគឺដើម្បីតែខ្លួនឯងឬមែនគេក៏បានសម័យនៅពេលដែលគេបានចូលជាសមាជិករបស់ Black Blood Gang ហើយណាសើបានសិទ្ធិកាន់គេឲ្យថាឯងត្រូវការអំណាចតែឯងត្រូវការអំណាចដើម្បីអ្វីមែនក៏បានប្រាប់ថាខ្ញុំត្រូវការអំណាចដើម្បីការពារមិត្តភក្តិរបស់ខ្ញុំដែលតិចទៀតនេះបើតាមពាក្យសម្ដីរបស់ណាសើបាននិយាយថាពួកគេនឹងមានសង្គ្រាមដ៏ធំមួយក៏តែណាសើគេមិនតន់
ទៅកាន់មេនៅទេចាំគេប្រាប់តាមក្រោយទៅកាន់មេអំពីគម្រោងការជាក់លាក់ស្របឲ្យខ្លីមកមេគេចូលទៅធ្វើជាសមាជិករបស់ Black Blood Game មិនមែនតែសតគេចង់ការពារខ្លួនឯងនោះទេក៏ប៉ុន្តែគេចង់ការពារមិត្តភ័ក្តិរបស់គេទាំងអស់មេបានបាត់ទៅកាន់សែនក៏ជឿទុកចិត្តលើគេក៏ប៉ុន្តែនៅពេលនោះក៏មានគេកំពុងតែក្ដុងក្ដៀងនៅខាងក្រៅណាគេនៅខាងក្នុងឡានវើចេញមកយ៉ាងរកពួកឯងយូរហើយទៅមេបាត់ទៅកាន់សែនថាបិទភ្នែកចុះបិទភ្នែកបិទតិចចឹងទៅសតគេចេញនៅខាងក្រៅនឹងគឺដឹងទៅវាយគ្នាហើយដែលនេះគឺជាសមាជិករបស់ក្រុម Devil God Warrior គឺជាក្រុមដែលប្រឆាំងជាមួយនឹងក្រុមរបស់មេវាយមិនឈ្នះពួកគេនៅទេដោយសារតែគ្នា5 6នាក់វាយមនុស្សតែម្នាក់មេគេវាយមិនឈ្នះនៅទេព្រោះសមត្ថភាពរបស់គេមិនទាន់ដល់កម្រិតក៏ប៉ុន្តែអ្នកដែលវាយឈ្នះនោះគឺជា Ace មិនត្រឹមតែគេមានអំណាចនៅទេតាក់ទងជាមួយនឹងក្បាច់គុណគេក៏ប្រកែកជាងគេព្រោះណៃគេចូលមកវាយតែមក play តែប៉ុណ្ណោះរត់ព្រាតអស់ទៅហើយសមាជិករបស់ Play Blood Game តែមកដល់នៅទេ Ace បានបាត់ទៅកាន់ពួកគេយកសមាជិករបស់ពួកគេចាក់ចេញទៅ Ace បានចូលទៅមើលសែនគេទៅសែននៅពេលនេះក៏ប៉ុន្តែផិតភ័យខ្លាំងណាស់ហើយនៅពេលនេះរឿងរបស់យើងក៏បានមកហាអំពីតួអង្គថ្មីគឺជាលោកដុកទ័រម្នាក់ដែលនៅពេលនេះក៏ប៉ុន្តែស្រាវជ្រាវតាក់ទងជាមួយនឹងរឿងអ្វីម្យ៉ាងដែលមានកូនសិស្សស្លាប់ជាបន្តគាត់កំពុងតែកត់អំពីរសញ្ញារបស់ពួកគេមែនវិញនៅពេលនេះកំពុងតែត្អូញឈឺហើយឈឺណាស់សែនខំតែភ័យតែក៏ប៉ុន្តែគេឈឺដោយសារតែសែនជន់ជើងរបស់គេនឹងហើយសែនពិតជាបារម្ភពីមេខ្លាំងណាស់នៅពេលនេះសុំនៅជាមួយគ្នាហើយនៅពេលនេះសតមេតបើកចិត្តនិយាយតែម្ដងថាការពិតទៅគេដឹងរួចទៅហើយក្នុងចិត្តរបស់សែនគ្មានគេនៅទេដោយសារតែសែនមានមនុស្សក្នុងចិត្តរបស់ខ្លួនម្នាក់បាត់ទៅហើយចិត្តរបស់សែនមិនអាចមាន2នាក់ក្នុងពេលតែមួយបានទេហើយគេក៏ដឹងផងដែរថាមនុស្សម្នាក់នោះមិនមែនជាគេឡើយដោយមិនបានប្រាថ្នាឲ្យតែឃើញសែនសប្បាយចិត្តគឺគេសប្បាយចិត្តហើយទោះបីជាមិនបានសែនខ្លួនឯងក៏ដោយគេមិនអាចធ្វើជាមនុស្សទស្សននិយមបានទេហើយគេចង់ឲ្យសែនសន្យាជាមួយនឹងគេទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយសូមសែនសម្រេចចិត្តដោយទំនួលខុសត្រូវហើយនឹងសប្បាយចិត្តគេចង់ឲ្យសែនវាបាច់ចិត្តយំដូចជាពេលនេះណាទេសែនសម្រេចចិត្តយកនរណាគេក៏បានផងដែរក៏ប៉ុន្តែសូមកុំយំពួកគេទៅពេលនេះក៏សន្យាជាមួយនឹងគ្នាសែនក៏បានមកអរគុណអេសក៏បាននិយាយទៅកាន់សែនថាខ្ញុំពិតជាច្នៃមែនដែលសារតែគេមានភ័ក្រល្អដូចជានាងតែខ្ញុំអាចខ្លាចជាមនុស្សសំណាងម្នាក់នៅក្នុងជីវិតរបស់នាងដែរទេថ្ងៃមួយថ្ងៃថ្មីបានមកដល់គេធ្វើការងាររបស់គេតាមធម្មតាក៏បានបកគ្នាជាមួយនឹង NASA បានសើទៅកាន់អេវិស័យថ្ងៃណាមួយឯងអស់អំណាចតែឯងអាចការពារមនុស្សដែលឯងស្រឡាញ់បានដែរទេ NASA មិនទៅជាមេបងធំម្នាក់ធម្មតានៅទេគេឆ្លាតខ្លាំងណាស់គេមើលដឹងថាសែននៅពេលនេះក៏ពុទ្ធតែមានតំណែងជាមួយនឹង Ace ចឹងហើយបើសិនជា Ace មានតំណែងជាមួយនឹងសែនគេត្រូវបាត់បង់តួនាទីរបស់គេ NASA បានសើទៅកាន់ Ace តាក់ទងជាមួយនឹងវត្តមានរបស់ Race ផងដែរដែលសារតែ Race គេមិនសូវចេញមុខសោះ Ace បានប្រតិកម្ម NASA ថាឯងក៏មិនទៅសួរគេខ្លួនឯងទៅឃើញពួកគេអញ្ចឹងណាក៏ពិតទៅពួកគេចូលចិត្ត Ace នេះគ្នាមេបងធំទាំងពីរក្រុមហ្នឹងគឺពួកគេគ្រប់គ្រង Ace មែនទែនពួកគេចង់ឲ្យ Ace បាត់បង់ពីតំណែងនោះទេដែលសារតែ Ace បាត់បង់ពីតំណែងទៅគ្រប់យ៉ាងនៅទីនេះលែងមានតុល្យភាពហើយថ្ងៃនេះផងដែរសេក៏ពុទ្ធតែអង្គុយរៀនតាមធម្មតាយើងក៏បានឃើញ Queen ប្រចាំសាលាមករញ៉េរញ៉ៃទៀតហើយដោយ Queen មានឋានៈធំជាងលេខារបស់ Student Council ទេរ៉ូសែនក៏ពុទ្ធតែបញ្ជាសែនឲ្យយកចំណីអាហារមកឲ្យខ្លួនយកមកអត់ទាន់ក្តៅសែនក៏បានចាក់ចេញទៅចាំមកធ្វើការរបស់ខ្លួនតាមធម្មតាក៏ប៉ុន្តែយកឯកសារឲ្យសមាជិករបស់ខ្លួនសញ្ញេនៅពេលដែលសែនចុះទៅអង្គុយទៅវិញគេក៏បានយកម្ហូបអាហារឲ្យសែនទៀតផងគេបែរទៅកាន់សែនញ៉ាំនៅពេលហ្នឹងទៅពេលហ្នឹងអ្នកគ្រូក៏លូកមាត់ផងដែរតែគេឃ្លានគេញ៉ាំហើយមិនចាំបាច់ប្រាប់នោះទេធ្វើអីគេខឹងតែម្ដងចំត្រូវការនៅតែពីរនាក់ជាមួយនឹងសែនគេដេញអ្នកគ្រូគ្នាចេញទៅតែម្ដងអ្នកគ្នាគ្រប់គ្នាក៏បានចាក់ចេញទៅអ្នកគ្រូក៏ខឹងខ្លាំងណាស់មិនមែនគាត់ខឹងជាមួយនឹង Ace នោះទេក៏ប៉ុន្តែគាត់ខឹងជាមួយនឹងការសម្រេចចិត្តរបស់ Ace ដោយសារតែគេដូចចង់បាយចំហជាមួយនឹងសែនទៅហើយតែគេស្រឡាញ់សែនចឹងហើយតួនាទីរបស់គេចិត្តលែងមានសុវត្ថិភាពហើយគេបង្ខំឲ្យសែនញ៉ាំទៀតហើយក៏ប៉ុន្តែសែនប្រថាញអត់ញ៉ាំនោះទេ Ace ក៏គំរាមទៅកាន់សែនមិនសិនជានាងមិនញ៉ាំនោះទេខ្ញុំនឹងញ៉ាំនាងសែនគាត់នៅលឺតែគេចង់ញ៉ាំខ្លួនក៏ភ័យយកបាយញ៉ាំភ្លាមៗនឹងកន្លែងកើតហើយពួកគេក៏ទៅលេងជាមួយនឹងគ្នាតែប៉ុណ្ណោះពិតជា sweet ខ្លាំងមែនទែន ending តែអត់ happy ដែរខ្ញុំឈប់សម្រាយរឿងហ្វីលីពីននេះគ្នាចឹងណាលោកគ្រូពេលនៅពេលនេះកំពុងតែតាមដានរោគសញ្ញាយ៉ាងម៉ត់ចត់តែម្ដងមិនជាគាត់កំពុងតែធ្វើអ្វីនោះទេហើយនៅពេលនេះទៀតយើងក៏បានឃើញសារសតរបស់សរសៃឈុតពណ៌ក្រហមនាងគឺសរសៃដែលជួយដេវហើយនឹងសែនក៏ប៉ុន្តែនៅពេលនេះនាងទៅស្លាប់ខ្លួនឯងកាលមកក្នុងសាលារៀនវិញនៅពេលនេះសែនកំពុងតែដើរនឹងក៏ចាប់ក្លេតែម្ដងបើសិនខ្ញុំគឺជាសត្រូវរបស់នាងស្លាប់បាត់ទៅហើយសែនក៏បានប្រាប់ថាកំភ្លេចឲ្យខ្ញុំក៏ចេះតៃខ្វាន់ដូដូចគ្នាទើបអេសឲ្យសែនមកហាញមកកាន់ខ្លួនប្រកបទៅពីនេះក៏ចាប់ប្រាំវាយគ្នាលេងដែលវាយលេងគឺវាយឈ្នះសែនទៅទេដោយសារតែអេសគេប្រើសមត្ថភាពរបស់គេព្រោះហ្នឹងគេតឲ្យតែម្ដងតែគេក៏បញ្ជាទៅកាន់សែនអត់ឲ្យមើលអ្វីផ្សេងទៅទេឲ្យតែមើលមុខដ៏សង្ហារបស់គេតែប៉ុណ្ណោះសែនក៏រៀនទន់ខ្លួនផងដែរក៏ពិតទៅវាក៏ជាយុទ្ធសាស្ត្ររំខានរបស់គេតែប៉ុណ្ណោះពួកគេចាប់ប្រាំវាយគ្នាបន្តទៀតនៅពេលដែលកំពុងតែវាយគ្នាអេសក៏មើលឃើញពីចំណុចខ្សោយរបស់សែនផងដែរទើបគេបង្ហាត់បង្រៀនបន្ថែមទៅកាន់សែនបន្តមើលហាត់ជាមួយនឹងគ្នារួចហើយសែននៅពេលនេះកំពុងតែសឹកទៅកាន់អេសមិនបានជាលោកជ្រើសរើសរកខ្ញុំជាលេខាក៏សាកសមជាលេខារបស់លោកផងដែរតែអេសគេបានប្រាប់ថានេះមិនសាកសមនោះទេយ៉ាងក៏ដូចជា Flip TC អញ្ចឹងធ្វើការមិនសូវបានល្អឡើយសែនក៏សរសើរអេសដែលសារតែគេគឺជាមនុស្សម្នាក់
ដែលមិនខ្លាចឈាមសោះ Ace បានប្រាប់ថាគេមិនខ្លាចឈាមរបស់អ្នកផ្សេងនោះទេគេខ្លាចតែឈាមមនុស្សម្នាក់តែប៉ុណ្ណោះគឺជារបស់ Sen គេបានសន្យាថាគេនឹងធ្វើគ្រប់យ៉ាងដើម្បីការពារជីវិតរបស់ Sen តែ Sen ក៏ដឹងផងដែរបើសិនជាលោកជួយខ្ញុំលោកនឹងត្រូវបាត់បង់តួនាទីរបស់លោកតែ Ace គេលែងខ្វល់ទៅហើយនៅពេលនេះសំខាន់គេទទួលបាន Sen របស់គេតែប៉ុណ្ណោះគេថៃក្បាលរបស់ Sen ទៀតផងនៅពេលនោះដែលធ្វើឲ្យបងនីគីឃើញហើយក៏ខឹងក៏មិនមែនប្រច័ណ្ឌនោះទេក៏ប៉ុន្តែគាត់ខឹងក្នុងនាមជាកូនចៅគាត់ជ្រកក្រោមលបសន្តិភាពរបស់ Ace ជាយូរមកហើយ Ace នៅពេលនេះគេអាចនឹងបាត់បង់តួនាទីដោយសារតែមនុស្សស្រីម្នាក់តែនៅពេលនេះក៏ពោលតែមករករឿង Sen ហើយតែអាចទុកឲ្យមេរបស់ពួកយើងសម្រាប់បានដែរទេចាចេញពីគាត់ទៅទុកឲ្យគាត់នៅតែម្នាក់ឯង Sen មិនយល់ទេតែឯងកំពុងតែនិយាយពីអ្វីបងនីគីក៏បានប្រថាយកំពុងតែបំផ្លាញជីវិតរបស់មេយើងហើយ Ace នៅពេលនេះក៏បានឃើញមុខរបួសនៅលើមុខរបស់ Sen ផងដែរតែ Sen បានប្រតិកម្មគេតែមិនន័យទេ Sen ក៏មកទីពេទ្យតែម្នាក់ឯងអ្នកគ្រូនៅថ្ងៃនេះក៏ដូចជាផ្លាស់ប្ដូរចិត្តក៏បានប្រតិកម្ម Sen ថាការពិតទៅតួនាទីរបស់គាត់ក៏ចង់ជួយមនុស្សគ្រប់គ្នាតែមានការហាមឃាត់ពីនាយិកាចឹងហើយគាត់ពិតជាពិបាកសម្រេចចិត្តខ្លាំងណាស់ហើយក៏គ្មានសង្ឃឹមផងដែរតែគាត់បានជួយជាមួយនឹងបងប្អូនស្រីរបស់គាត់ម្ដងទេគាត់ក៏មានរឿងអាចកម្បាំមួយដែលចង់ប្រតិកម្ម Sen យូរហើយការប្រយុទ្ធដែល Sen ទៅថ្នាំពុលជាមួយនឹងមិត្តភ័ក្តិរបស់ Sen មិនទៅថ្នាំពុលដោយសារតែអ្នកក្រៅនោះទេ Sen ទៅថ្នាំពុលដោយសារតែមិត្តភ័ក្តិរបស់ខ្លួនឯងក៏បានឲ្យលិខិតស្នើសុំថ្នាំមួយទៅកាន់ Sen ដែលនៅទីនោះគឺមានឈ្មោះរបស់មនុស្សម្នាក់ទៀតយើងដឹងហើយដែលមនុស្សម្នាក់នោះគឺជានរណាគេអាចជាមេតអាចជាជើរំជាមួយនឹងដេវមិត្តភ័ក្តិរបស់ Sen គឺមានតែ3នាក់ហ្នឹងតែប៉ុណ្ណោះ Sen នៅពេលនេះក៏ពោលទៅដើរទៅមុខយ៉ាងអស់សង្ឃឹមមេតក៏មិននិយាយលេងសួរសុខទុក្ខប្លើយប់ឡើងទៅនេះពួកគេក៏អង្គុយលេង Truth ស្ទដែរពួកគេបានសើទៅកាន់បងវ៉ាន់តែមាន crush ដែរទេបងវ៉ាន់ក៏បានប្រាប់ថាគ្មានពេលវេលាទៅលួចស្រឡាញ់នរណាគេនោះទេហើយនៅពេលដល់វេទរបស់ Sen បានសើទៅកាន់ជើរំនៅពេលដែលខ្ញុំជាមួយនឹងដេវត្រូវថ្នាំពុលពេលនឹងឯងបានធ្វើអ្វីរឿងរបស់យកភាគទី12ក៏ចប់ទៅត្រឹមនេះផងដែរដឹងតែល្អមើលទៀតហើយភាគក្រោយតោះកុំឲ្យខាតពេលយូរបញ្ចប់តែត្រឹមនេះសិនចាំជួបគ្នាជាមួយនឹងថ្ងៃក្រោយ Explosion